Hero support មួយនេះក៏ Burr Hero មួយនេះក៏ Burr Hero មួយនេះក៏ Burr Hero មួយនេះក៏ Burr ហើយ Hero មួយនេះក៏ Burr ហើយនៅមាន Hero ប្រហែលទៀតក៏ត្រូវបាន Burr ឡើងវិញដែរប៉ុន្តែត្រូវបាន Burr នៅផាច់ក្រោយអញ្ចឹង player support គ្នាយើងសប្បាយពីឥឡូវទៅហើយទៅហើយនៅពេលដែលគេ Burr នៅផាច់ក្រោយគឺដឹងតែអត់បានលេងហើយទម្រាំតែអត់ Burr ហ្នឹងនៅគេបិទគ្នាមិនឲ្យលេងផងដូចជា Florin Angela ហើយចុះទម្រាំតែ Burr ទៀតគិតថាបានលេងមែនហើយនៅផាច់ក្រោយហ្នឹងក៏មាន event មួយលួងចិត្តដែរនៅខែក្រោយហ្នឹងគឺនៅដើមខែតែម្ដងដើមខែ6ហ្នឹងណាគឺ event របស់ skin support យើងទាំងពីរតែម្ដងគឺ Florin ហើយ Angela ដែលអ្នកនរគ្នាស្គាល់ថា Hello Kitty ហ្នឹងគឺ Mobile Legends X Sanrio ចឹងមក hero ដែលខ្ញុំលើកឡើងមកនិយាយទាំងប្រហែល hero ខាងលើហ្នឹងមានតែ Florin ទេដែលសំណាងជាងគេដូចជាពិសេសជាងគេតែម្ដងគឺវិលត្រឡប់មកវិញជាមួយនឹង2 skin តែម្ដងទី1គឺ event នៅដើមខែតែម្ដងគឺ collector ការវិលត្រឡប់មកវិញជាមួយនឹង skin collector ហើយ skin ទី2ហ្នឹងគឺ skin Mobile Legends X Sanrio ឬក៏គ្នាយើងហៅថា Hello Kitty ហ្នឹងឯងហើយព័ត៌មានទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចទុកចិត្តបាន50លើ50អាចទុកចិត្តបាន50% ទៅបានហើយគ្រាន់តែយើងអាចត្រៀមខ្លួនទទួលយក event ហ្នឹងណាប៉ុន្តែគាត់ថាevent ទាំងអស់ហ្នឹងវាអាចនឹងមានការផ្លាស់ប្ដូរអញ្ចឹងមានតែរងចាំការ announcement ពី page ផ្លូវការបោះ Mobile Legends តែមួយគត់តែប៉ុណ្ណោះ